សិក្ខាសាលាប្រឹក្សាយោបល់ស្ដីពីការពង្រឹងសមត្ថភាពអ្នកផលិតនិងកែច្នៃផលិតផលក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេសនៅព្រឹកថ្ងៃទី29ខែមេសាឆ្នាំ2025នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារមានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ស្ដីពីការពង្រឹងសមត្ថភាពអ្នកផលិតនិងកែច្នៃផលិតផលក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេសក្រោមអធិបតីភាពឯកឧត្តមកៅកោសលអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកមុតភិសិទ្ធនីអភិបាលរងខេត្តព្រះវិហារព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូអមដំណើរលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិស្សិតអាជីវករក្រុងស្រុកទាំង8និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតថ្លែងសន្ទរកថាស្វាគមន៍នាឱកាសនោះលោកមុតភិសិទ្ធនីបានលើកឡើងថាខេត្តព្រះវិហារគឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង25នៃព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទៃដីសរុប 13821.76 គីឡូម៉ែត្រការ៉េនិងមានប្រជាពលរដ្ឋសរុប 277,992 នាក់ចែកចេញជា7ស្រុក1ក្រុង49ឃុំ2សង្កាត់និង232ភូមិនិងខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសថៃផងនិងប្រទេសឡាវផងហើយខេត្តព្រះវិហារសម្បូរទៅដោយសក្តានុពលដ៏ធំធេងលើវិស័យកសិកម្មនិងផលិតផលក្នុងស្រុកជាច្រើនប្រភេទដែលជាស្នាដៃផលិតរបស់ប្រជាពលរដ្ឋផលិតផលទាំងនេះមិនត្រឹមតែជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារប៉ុណ្ណោះទេថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តនិងប្រទេសជាតិទាំងមូលលោកបានបន្តថាទោះជាយ៉ាងណាការប្រកួតប្រជែងនៅលើទីផ្សារបច្ចុប្បន្នមានលក្ខណៈស្មុគស្មាញដោយទាមទារឲ្យយើងមានការអភិវឌ្ឍខ្លួនឥតឈប់ឈរការស្វែងរកទីផ្សារថ្មីៗទាំងក្នុងនិងក្រៅប្រទេសការលើកកម្ពស់គុណភាពនិងស្តង់ដារផលិតផលការកែច្នៃវេចខ្ចប់និងការប្រើប្រាស់បច្ចេកវិទ្យាគឺជាកត្តាសំខាន់បំផុតដើម្បីឲ្យផលិតផលរបស់យើងអាចឈរជើងបានយ៉ាងរឹងមាំនិងទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើនដោយសិក្ខាសាលានាថ្ងៃនេះពិតជាមានសារៈសំខាន់លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ផ្ដោតការយកចិត្តទុកដាក់តាមដានរាល់ការធ្វើបទបង្ហាញដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍ល្អៗយកទៅអនុវត្តក្នុងការផលិតទំនិញប្រកបដោយស្តង់ដារបង្កើនភាពប្រកួតប្រជែងដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារជាតិនិងអន្តរជាតិមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមកៅកោសលបានថ្លែងឲ្យដឹងថាគោលបំណងសំខាន់នៃសិក្ខាសាលាប្រឹក្សាយោបល់នេះគឺដើម្បីពង្រឹងសមត្ថភាពអ្នកផលិតឲ្យអភិវឌ្ឍផលិតផលលក្ខខណ្ឌត្រឹមត្រូវនានាដែលបានកំណត់ដោយច្បាប់និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រយោជន៍ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងតាមរយៈការជ្រៀតចូលនិងទទួលបានចំណែកទីផ្សារសមរម្យសិក្ខាសាលានេះក៏មានគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងថ្មីៗជូនដល់ផលិតករអាជីវករទាក់ទងនឹងការផលិតការវេចខ្ចប់ភាពទាក់ទាញបច្ចេកវិទ្យាវេចខ្ចប់ក៏ដូចជាបរិបទនៃច្បាប់ប្រកួតប្រជែងព្រមទាំងបែបបទនៃការនាំចេញទំនិញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេសជាមួយគ្នានេះឯកឧត្តមមានសង្ឃឹមយ៉ាងមុតមមថាសិក្ខាសាលាថ្ងៃនេះនឹងជួយបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀតដល់បងប្អូនផលិតករនិងអាជីវករទាំងអស់ក្នុងការពង្រឹងកែលម្អលក្ខខណ្ឌផលិតគុណភាពការវេចខ្ចប់សោភ័ណភាពនិងភាពទាក់ទាញលក្ខណៈឲ្យផលិតផលរបស់បងប្អូនទទួលបានការគាំទ្រលើទីផ្សារជាតិនិងអន្តរជាតិជំរុញបង្កើនកម្រិតជីវភាពនិងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឲ្យឈានឡើងមួយកម្រិតទៀតដើម្បីសម្រេចបាននៅគោលដៅឆ្នាំ2030និងឆ្នាំ2050របស់រាជរដ្ឋាភិបាលកម្ពុជា